រដ្ឋមន្ត្រីការបរទេសកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាសខុនគូបញ្ជាក់ពីសារៈសំខាន់នៃគោលការណ៍គ្រឹះអាស៊ានក្នុងឱកាសអបអរសាទរខួបលើកទី27នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជានៅក្នុងសារលិខិតអបអរសាទរខួបលើកទី27ឆ្នាំនៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជាថ្ងៃទី30ខែមេសាឆ្នាំ1999ថ្ងៃទី30មេសាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាសខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថាថ្ងៃនេះដោយមោទនភាពយើងរំលឹកខួប27ឆ្នាំដែលកម្ពុជាបានចូលជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ានឱកាសនេះគូបញ្ជាក់ពីសារៈសំខាន់នៃភាពថិតថេរយូរអង្វែងនៃគោលការណ៍គ្រឹះរបស់អាស៊ានដោយមានចែងនៅក្នុងធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ការគោរពអធិបតេយ្យនិងបូរណភាពទឹកដីការមិនប្រើប្រាស់ការគំរាមកំហែងឬការប្រើប្រាស់កម្លាំងនិងការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិបានធ្វើឲ្យប្រទេសសមាជិកអាស៊ានអាចរួមរស់ជាមួយគ្នាដោយសន្តិភាពនិងកសាងតំបន់មួយដែលកំណត់ដោយកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការនិងការជឿទុកចិត្តគ្នាទៅវិញទៅមកនៅក្នុងទិដ្ឋភាពសកលដែលមានការកើនឡើងភាពមិនប្រកបប្រជានិងការរំលោភបំពាននាពេលបច្ចុប្បន្នគោលការណ៍ទាំងនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ក្នុងនាមជាគ្រួសាររួមគ្នាមួយយើងត្រូវតែបន្តប្រកាន់ខ្ជាប់នៅគោលការណ៍ទាំងនេះនិងជ្រើសរើសផ្លូវសន្តិភាពជាជាងជម្លោះក្នុងរយៈពេល27ឆ្នាំកន្លងមកនេះអាស៊ានបានដើរតួនាទីជាវេទិកាមួយដែលមិនអាចខ្វះបានសម្រាប់កម្ពុជាដើម្បីជំរុញការអភិវឌ្ឍជាតិនិងបង្កើនសម្លេងរបស់កម្ពុជានៅលើឆាកតំបន់និងពិភពលោកតាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានក្នុងចំណោមបណ្ដាវិស័យផ្សេងៗកម្ពុជាបានពង្រីកកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគបង្កើនការតភ្ជាប់តំបន់ពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់បង្រួមគម្លាតអភិវឌ្ឍព្រមទាំងជំរុញភាពជឿនលឿនផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍កិច្ចខិតខំប្រឹងប្រែងទាំងនេះបានរួមចំណែកប្រកបដោយអត្ថន័យដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងនិងផ្ដល់ឲ្យពួកគាត់នូវការត្រៀមលក្ខណៈជាស្រេចនិងបន្សំចំពោះអនាគតស្របពេលជាមួយគ្នានេះកម្ពុជាក៏ជាអ្នករួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍនិងសមាហរណកម្មអាស៊ានចាប់តាំងពីការចូលជាសមាជិកអាស៊ាននៅថ្ងៃទី30ខែមេសាឆ្នាំ1999កម្ពុជាបានបំពេញតួនាទីជាប្រធានអាស៊ានចំនួន3លើកដោយបានដឹកនាំសមាគមមួយនេះឆ្លងកាត់ដំណាក់កាលសំខាន់ៗជាច្រើននៃដំណើរការវិវត្តរបស់ខ្លួនកម្ពុជាក៏បានជំរុញកិច្ចសន្ទនាក្នុងតំបន់ពង្រឹងតួនាទីស្នូលរបស់អាស៊ាននៅក្នុងនាមាបនកម្មតំបន់ដែលកំពុងមានការវិវត្តឥតឈប់ឈរព្រមទាំងបានលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ស្ដែងនៅគ្រប់សសរស្តម្ភសហគមន៍នយោបាយសន្តិសុខសហគមន៍សេដ្ឋកិច្ចនិងសហគមន៍សង្គមវប្បធម៌ការចូលរួមយ៉ាងសកម្មនិងវិភាគទានប្រកបដោយស្ថាបនារបស់កម្ពុជាគូបញ្ជាក់ឲ្យឃើញថាការចូលជាសមាជិកអាស៊ានរបស់ខ្លួនបានពង្រឹងមជ្ឈភាពអាស៊ានភាពធន់និងសមត្ថភាពរួមរបស់អាស៊ានដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមតំបន់និងជាសកលសម្លឹងឆ្ពោះទៅមុខកម្ពុជារក្សាការបដិញ្ញាចិត្តយ៉ាងមុតមាំធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីសម្រេចបាននូវទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ2045ដោយរួមគ្នាកម្ពុជានឹងបន្តពង្រឹងឯកភាពនិងមជ្ឈភាពអាស៊ានព្រមទាំងកសាងសហគមន៍អាស៊ានមួយដែលកាន់តែស្អិតរមួតគ្នាប្រកបដោយបរិយាបន្ននិងភាពធន់ជាសហគមន៍មួយដែលផ្ដោតលើផលប្រយោជន៍ប្រជាជនពិតប្រាកដនិងយកចិត្តទុកដាក់ចំពោះប្រជាជនដោយមិនបោះបង់នរណាម្នាក់ឡើយ